មនុស្សដែលជោគជ័យគឺជាមនុស្សដែលមានគោលដៅច្បាស់លាស់ជាមនុស្សដែលមានចិត្តនឹងថឹងមានចិត្តផ្ដោតទៅលើគោលដៅរបស់ខ្លួនតែមួយតើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតអ្នកកំពុងតែដើរយឺតមែនទេអ្នកមានក្តីសុបិនប៉ុន្តែអ្នកមានអារម្មណ៍មួយថាខ្វះភាពក្លាហានគ្រប់គ្រាន់ដើម្បីរត់ដេញតាមវាស្ដាប់ខ្ញុំនិយាយសិនអ្នកមិនមែនមានតែអ្នកម្នាក់ឯងនោះទេមនុស្សភាគច្រើនរស់នៅបែបនេះជាសញ្ញាមួយបង្ហាញថាអ្នកត្រូវធ្វើការផ្លាស់ប្ដូរដ៏ធំមួយនោះគឺត្រូវរស់នៅដោយស្ដេចព្រៃគឺសត្វតោហេតុអ្វីបានជាគេចាត់ទុកសត្វតោជាស្ដេចព្រៃនៅក្នុងព្រៃធំមានសត្វមួយដែលគេហៅថាស្ដេចនៃព្រៃវាគឺជាសត្វតោមិនមែនព្រោះវាធំជាងគេឬលឿនជាងគេទេប៉ុន្តែព្រោះវាមានទឹកចិត្តនិងចរិតដែលខុសពីសត្វផ្សេងទាំងអស់ជីវិតមនុស្សយើងក៏ដូចគ្នាអ្នកអាចមិនមែនជាមនុស្សឆ្លាតជាងគេឬមានឱកាសល្អជាងគេប៉ុន្តែបើអ្នកមានចិត្តដូចសត្វតោអ្នកអាចក្លាយជាមនុស្សដែលគ្រប់គ្រងជីវិតខ្លួនឯងបានប៉ុន្តែថ្ងៃនេះខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងសំណួរមួយតើអ្នកចង់រស់ជាជាមឬក្លាយជាសត្វតោវាមិនសួរថាតើខ្ញុំអាចធ្វើបានទេហើយក៏វាមិនសួរខ្លួនឯងថាតើសត្វផ្សេងគិតយ៉ាងម៉េចចំពោះវាដែរវាដឹងតែរឿងមួយគត់វាជាស្ដេចចំពោះរឿងនេះមិនមែនព្រោះនរណាម្នាក់ឪជាតំណែងវានោះទេប៉ុន្តែព្រោះវាជឿលើខ្លួនឯងនិងទុកចិត្តខ្លួនឯងយ៉ាងខ្លាំងយ៉ាងណាមិញក្នុងជីវិតយើងក៏ដូចគ្នានេះដែរបញ្ហាធំបំផុតមិនមែនគ្មានឱកាសទេប៉ុន្តែគឺយើងមិនជឿលើខ្លួនឯងគ្រប់គ្រាន់អ្នកមិនអាចក្លាយជាសត្វតោបានទេបើអ្នកនៅតែគិតដូចជាសត្វជាមតែងតែគិតថាខ្ញុំមិនអាចធ្វើវាបានទេវាពិបាកពេកហើយខ្ញុំខ្លាចបរាជ័យមនុស្សជាច្រើនគិតថាសត្វតោមិនខ្លាចអ្វីទេវាមិនពិតទេសត្វតោក៏មានការភ័យខ្លាចដែរប៉ុន្តែវាមិនអនុញ្ញាតឲ្យការភ័យខ្លាចគ្រប់គ្រងវាទេភាពក្លាហានពិតប្រាកដគឺបន្តធ្វើទោះបីអ្នកកំពុងភ័យក៏ដោយសត្វតោមិនត្រូវការនរណាមកប្រាប់ថាវាជាស្ដេចទេហើយវាក៏មិនចាំបាច់បង្ហាញខ្លួនឲ្យគេទទួលស្គាល់ឡើយវាគ្រាន់តែរស់នៅហើយធ្វើសកម្មភាពដែលសមនឹងវាតែប៉ុណ្ណេះពិតណាស់សត្វតោជាសត្វដែលមានចិត្តសាហាវប៉ុន្តែការរៀនពីសត្វតោនេះមិនមែនឲ្យយើងរៀនពីចំណុចអវិជ្ជមានរបស់វានោះទេឬមួយឲ្យមនុស្សយើងរៀនធ្វើខ្លួនឲ្យមានចិត្តកាយសាហាវឃោឃៅដើម្បីឲ្យមនុស្សផងខ្លាចញញើតយើងដោយសត្វតោនោះក៏មិនមែនដែរការឲ្យអ្នកដទៃគោរពកោតខ្លាចដោយសារតែអំណាចយសស័ក្តិនៃខ្លួនឬដោយសារអំណាចរាជការឬមួយកម្លាំងនៃខ្លួននោះវាមិនអាចឲ្យអ្នកដទៃគោរពកោតដោយពេញចិត្តឬដោយសុទ្ធតែចិត្តឡើយផ្ទុយទៅវិញគេគោរពមនុស្សនោះតែនៅនឹងមុខតែប៉ុណ្ណោះលុះក្រោយខ្នងក៏ប្រមាថមាក់ងាយទៅវិញយ៉ាងណាក៏ដោយចំណុចនេះវាបានបង្រៀនយើងដែរឲ្យបានដឹងថាការប្រើអំណាចគៀបសង្កត់អ្នកដទៃឬអាងកម្លាំងបាយនោះវាមិនប្រសើរនិងមិនមែនជាការល្អឡើយខាងក្រោមនេះជាមេរៀនសំខាន់ដែលយើងគួររៀនសូត្រពីសត្វតោផ្ដោតលើគោលដៅសត្វតោក៏មិនខុសពីសត្វឥន្ទ្រីប៉ុន្មានដែរក្នុងការដែលមានឆន្ទៈច្បាស់លាស់ពេលដែលសត្វតោគិតថាចង់ចាប់សត្វណាមួយជាចំណីហើយវាដេញចាប់សត្វនោះឲ្យទាល់តែបានមិនឲ្យរួចពីក្រញាំវាឡើយឧបមាថាមានសត្វឆ្លូសមួយហ្វូងក្នុងនោះមានសត្វឆ្លូសមួយដែលវាចង់ចាប់ជាអាហារនៅពេលវាដេញចាប់គឺវាដេញតែមួយប៉ុណ្ណោះទោះបីជាបានឬមិនបានក៏ដោយក៏វាមិនបដូរចិត្តទៅចាប់សត្វដទៃទៀតឡើយប៉ុន្តែសត្វដែលវាដាក់ចិត្តថាចាប់ហើយកម្រនឹងរួចផុតពីមរណៈណាស់ជាក់ស្ដែងមនុស្សដែលជោគជ័យគឺជាមនុស្សដែលមានគោលដៅច្បាស់លាស់ជាមនុស្សដែលមានចិត្តនឹងថឹងមានចិត្តផ្ដោតទៅលើគោលដៅរបស់ខ្លួនតែមួយបើអ្នកសម្រេចចិត្តថាធ្វើអ្វីមួយត្រូវគិតឲ្យបានច្បាស់លាស់សឹមសម្រេចចិត្តបន្ទាប់មកចាំដាក់ផែនការក្នុងការធ្វើកុំធ្វើអ្វីមួយដោយគ្មានផែនការឬធ្វើតែតាមខ្យល់តាមតែចិត្តនឹកឃើញរារាវល់តាមតែពាក្យសម្ដីអ្នកដទៃបើធ្វើការមួយមិនទាន់ទាំងបានជោគជ័យផងក៏ខ្ជិលហើយចង់ធ្វើកិច្ចការមួយទៀតហើយពេលក្រោយមកទៀតក៏ចង់ធ្វើកិច្ចការមួយទៀតតាមតែចិត្តនឹកឃើញស្រើបតាមចិត្តនោះបើធ្វើបែបនេះអ្នកនឹងបរាជ័យគ្រប់កិច្ចការហើយចុងក្រោយអ្នកនឹងមិនទទួលបានអ្វីទាំងអស់ខាតទាំងកម្លាំងនិងខាតទាំងពេលវេលាឥតអំពើដោយខ្មែរយើងច្រើននិយាយថាចាប់នេះចាប់នោះមិនឈ្មោះត្រង់ណាចូលមានចិត្តលើអ្វីមួយក្នុងពេលតែមួយមិនងាយបោះបង់គោលដៅសត្វតោប្រកាន់យកគំនិតសម្រាប់តែមិនបោះបង់នៅពេលដែលវាចាប់សត្វណាមួយមិនទាន់បានឬអស់កម្លាំងវាក៏សម្រេចចិត្តសម្រាកយកកម្លាំងសិនពេលវាបាត់ហត់នឹងមានកម្លាំងឡើងវិញវាក៏នឹងដេញចាប់សត្វនោះបន្តទៀតឲ្យខានតែបានរហូតคล้ายទៅជាចំណីរបស់វានៅពេលដែលអ្នកធ្វើកិច្ចការណាមួយបរាជ័យសូមកុំបោះបង់វាហើយបើហត់យកសម្រាកយកកម្លាំងសិនរួចសឹមធ្វើវាបន្តទៀតហើយសូមកុំបោះបង់ឆន្ទៈក្នុងការសម្រេចការងារនោះឡើយ Thomas Edison បានបរាជ័យជាច្រើនដងនៅក្នុងការផលិតអំពូលភ្លើង Henry Ford ម្ចាស់ក្រុមហ៊ុនឡានទំនើប Ford បានបរាជ័យជាច្រើនលើករាប់មិនអស់នៅក្នុងការផលិតរថយន្ត Jack Ma បានបរាជ័យជាច្រើនលើកក្នុងប្រឡងទៅរៀននៅសាលា Harvard និងក្នុងការធ្វើជំនួញនៅ Alibaba ប៉ុន្
តែអ្វីទាំងនោះមិនអាចបញ្ឈប់ពួកគេបានឡើយពួកគេព្យាយាមរហូតទទួលបានភាពជោគជ័យដ៏ធំធេងក្នុងឆាកជីវិតអ្នកជោគជ័យមិនដែលបោះបង់អ្នកដែលបោះបង់មិនដែលជោគជ័យរស់ដោយពឹងសមត្ថភាពខ្លួនឯងនិងមានការចែករំលែកដូចដែលយើងធ្លាប់ដឹងហើយថាសត្វតោជាសត្វដែលមានឫទ្ធិអំណាចខ្លាំងក្លាដូច្នេះនៅក្នុងការរស់នៅវាមិនពឹងនរណារកចំណីឲ្យវាស៊ីឡើយគឺវាតែងតែប្រើកម្លាំងខ្លួនឯងដើម្បីស្វែងរកអាហារចិញ្ចឹមជីវិតម្យ៉ាងទៀតអ្វីត្បិតវាជាសត្វសាហាវតែវាតែងតែមានការចែករំលែកនៅចំណីដែលវារកបានទៅដល់សត្វតោដទៃទៀតធ្វើជាមនុស្សត្រូវរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួនឯងធ្វើជាមនុស្សត្រូវមានការចែករំលែកដល់គ្នាមិនថាចំណីអាហារឬចំណេះដឹងនោះទេចំណុចចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសម្រែកសំឡេងដ៏មានអំណាចនៅពេលដែលសត្វតោក្រហមឬស្រែកឡើងរាល់ពពួកមរឹកទាំងឡាយតែងតែញញើតកោតខ្លាចចំពោះសម្រែករបស់វាដោយសារតែសន្ធឹកសំឡេងនោះវាមានកម្រិតឮខ្លាំងនិងមានអំណាចគួរឲ្យខ្លាចជាទីបំផុតមនុស្សយើងបើចង់មានតម្លៃឲ្យអ្នកផងគោរពសម្ដីជាកត្តាមួយដែលសំខាន់បំផុតមិនអាចខ្វះបានមនុស្សគេយកសម្ដីរនាបបាក់យករនាបជួបសម្ដីហួសគ្មានអ្វីជួបបានឡើយអ្នកមានអំណាចផ្នែកសម្ដីមិនមែនសំដៅឲ្យយើងទៅគំរាមកំហែងឬជេរប្រមាថអ្នកដទៃឲ្យគេកោតខ្លាចឡើយមនុស្សដែលមានអំណាចពិតប្រាកដគឺជាអ្នកដែលចេះនិយាយចេះប្រើវិធីការនិយាយដោយប្រើភាសាការទូតនិយាយច្បាស់លាស់និយាយម៉ាត់នឹងមានភាពប្រកបប្រជាព្រមទាំងគោរពតាមអ្វីដែលខ្លួនបាននិយាយនិងប្រកាន់យកភាពសច្ចៈក្នុងខ្លួនមនុស្សដែលនិយាយលេះលោះនឹងត្រូវបានគេមើលងាយហើយគេអាចនឹងអន្តរាយខ្លួនដោយសារតែការនិយាយដោយមិនគិតខ្វះការពិចារណានេះឯងអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាតមនុស្សល្ងងយកបេះដូងដាក់ក្នុងអណ្ដាតមនុស្សឆ្លាតយកអណ្ដាតដាក់ក្នុងបេះដូងជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ចូលរៀនរស់ដូចជាសត្វតោនៅក្នុងថ្ងៃនេះដើម្បីឲ្យជីវិតកាន់តែអភិវឌ្ឍនិងរីកចម្រើននៅថ្ងៃមុខតែបងណាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូល្អៗថ្មីបន្តទៀតជាច្រើនបាយ